ព្រឹកនេះក៏ដូចជាព្រឹកម្សិលមិញដែរគឺថាមានភ្ញៀវទាំងល្ងិតតែម្ដងល្ងិតឡើងគឺថាខ្ញុំដើរទៅទៀតហើយដើម្បីទៅអ៊ុតសក់នៅផ្ទះមេជាងរបស់ខ្ញុំដើរទៅភ្នែកនៅតែហើមត្រើងើបពីដេកឡើងព្រៃហើមរហូតឥឡូវគឺថាមកដល់ផ្ទះមេជាងហើយមកដល់នឹងគឺថាមានភ្ញៀវម្នាក់គាត់មកដល់រៀបចំដាក់ទឹកថ្នាំហើយតមិនដាក់ទេមកដល់ខ្ញុំក៏ដាក់ឲ្យគាត់ទៅពេលហើយឥឡូវនេះគឺថាមាន2អ្នកម៉ាក់កូននឹងគាត់មកដាក់សក់ពណ៌គាត់ដាក់ពណ៌ cherry ដូចគ្នាតែម្ដងទាំង2អ្នកម៉ាក់កូនគាត់ស្រឡាញ់ដូចគ្នាអញ្ចឹងហើយឥឡូវគឺថាមានភ្ញៀវចូលមកទៀតប្រើទៀតហើយគាត់អ៊ុតសក់ទៅក៏កាត់សក់ទៅគឺថាថ្ងៃនេះផងដែរគឺថាឆាប់អស់ភ្ញៀវទេម៉ោងពេលថ្ងៃម៉ោងប្រហែល1អីអស់ទៅក៏ខ្ញុំត្រឡប់ទៅផ្ទះភាសាត្រឡប់ទៅហើយក៏គាត់ហៅត្រឡប់មកវិញទៀតខ្ញុំបានជិះកង់ត្រឡប់មកវិញទៅក៏ធ្វើការអ៊ុតសក់បន្តទៀតដែរអានេះគឺថារូបវីដេអូដែលខ្ញុំកំពុងតែដើរទៅផ្ទះវិញហើយខ្ញុំដើរកាត់តាមវត្តតាមអីចឹងដើម្បីមើលទេសភាពផងកុំឲ្យដើរតាមផ្លូវទាំងថ្ងៃគឺថាខ្មាស់គេដែរហ្នឹងណាពេលគាត់ហៅមកវិញទៀតហ្នឹងខ្ញុំជិះកង់ម្ដងប៉ុន្តែពេលមកដល់ក៏ថាធ្វើការអ៊ុតសក់អ៊ុតអីបន្តទៀតហ្នឹងខ្ញុំអត់បានថតទេគឺថាសរុបទៅថ្ងៃហ្នឹងគឺថាបាន6នាក់ប៉ុន្តែអូហត់មែនតើដោយសារតែហត់តសល់ពីម្សិលមិញផងមកថាថ្ងៃហ្នឹងថែមទៀតទៅហត់ខ្លាំងក៏មិនបានថតអីប្រទេសបន្តទៀតហត់ពេកទៅ